ក្នុងវីដេអូនេះខ្ញុំនឹងនិយាយពី Vivo X200 Ultra តាមពិតទៅវាចេញលក់បានមួយរយៈហើយតម្លៃគូសមមិនថ្លៃពេកទេបើប្រៀបធៀបនឹង iPhone 16 Pro Max និង Galaxy S25 Ultra វាមានតម្លៃប្រហែលគ្នាទេទោះ Vivo X200 Ultra នេះចេញក្រោយគេក៏ដោយបើយើងក្រឡេកទៅមើលរូបរាង X200 Ultra នេះវាឈរលើការ design របស់សិស្សប្អូនវា X200 Pro ច្រើនដូចនេះវាមិនខុសគ្នាច្រើនឡើយអ្វីដែលខុសគ្នាគឺកងកាមេរ៉ាដែលមើលទៅវាលយចេញក្រៅខ្លាំងមែនទែនសម្រាប់អ្នកដែលប្រើប្រាស់ទូរស័ព្ទមិនចូលចិត្តដាក់ស្រោមបើសិនជាទិញ X200 Ultra នេះមកប្រើគឺត្រូវតែបង្ខំចិត្តដាក់ស្រោមហើយបើមិនដូច្នោះទេ lens ដែលលយចេញមកក្រៅនេះគឺមិនធន់នឹងការសឹកឆ្កូតបានយូរទេមុននឹងក្រោយវានឹងមានស្នាមឆ្កូតហើយបើមិនចង់ឲ្យអន់ចិត្តនៅពេលដែលយើងមើលទៅលើវាមានស្នាមសឹកឬក៏ឆ្កូតត្រង់ lens កាមេរ៉ាអ្នកអាចដាក់ស្រោមវាទៅណាមួយពេលទិញតាមហាងភាគច្រើនក៏ free case មកស្រាប់ផងដែរចំពោះអ្នកដែលចូលចិត្តលេងហ្គេមក៏ពិបាកនឹងទទួលបានបទពិសោធន៍កាន់លេងយូរនៅលើ Vivo X200 Ultra នេះដែរបើសិនយើងមើលទៅលើរូបរាងរបស់ Vivo X200 Ultra នេះវាមិនមានកន្លែងទំនេរដើម្បីឲ្យម្រាមដៃរបស់យើងដាក់ស្និទ្ធនឹងទូខ្លួនរបស់ទូរស័ព្ទឡើយព្រោះផ្នែកខាងក្រោយផ្នែកខាងលើគឺ lens កាមេរ៉ាសុទ្ធតែម្ដងនេះបើយើងមើលទៅលើរូបភាពដែល Vivo បង្ហាញពីរូបរាងរបស់ X200 Ultra នេះប៉ុន្តែការកាន់ប្រើជាក់ស្ដែងអាចនឹងខុសពីរូបភាពដែលយើងបានឃើញសម្រាប់ស្ពេចដែលមាននៅក្នុងខ្លួនរបស់ Vivo X200 Ultra គ្រប់យ៉ាងគឺកប់យើងរាប់តាំងពីអេក្រង់ធំច្បាស់ 6.82 អ៊ីងកម្រិតបង្ហាញ Quad HD+ ពន្លឺអេក្រង់ភ្លឺដល់ចាំងភ្នែក 4500 nit ប្រព័ន្ធដំណើរការដើរដោយ Android 15 និងរត់លើផ្ទៃ UI Origin OS ចំនួនទី5ប្រើ chip Snapdragon 8 Elite មាន memory ចាប់ពី 256GB ដល់ 1TB និង RAM 12GB ដល់ 16GB ជាប្រភេទអង្គផ្ទុកទិន្នន័យល្បឿនលឿន UFS 4.1 ជាអង្គផ្ទុកទិន្នន័យចំនួនចុងក្រោយមានកាមេរ៉ា3គ្រាប់ដែលជា lens អាចផ្ដិតយករូបភាពបានស្អាតមានដូចជា lens Gold 50 megapixel lens ទូលាយ50 megapixel និងមួយគ្រាប់ទៀតជា lens zoom មានទំហំដល់200 megapixel វីដេអូវាអាចថតដល់ 8K 30 frame ចំណែកកាមេរ៉ាខាងមុខក៏ធំដែរវាមានទំហំ50 megapixel អាចថតវីដេអូដល់ 4K និយាយទៅកាមេរ៉ាទាំងមុខទាំងក្រោយគឺដាក់មកមិនឲ្យអ្នកប្រើខកចិត្តឡើយថាមពលថ្មក៏ធំមិនឲ្យខុសពីស្ពេចខាងលើដែរអេក្រង់ធំកម្លាំងម៉ាស៊ីនខ្លាំងបើដាក់ថ្មតូចមកក៏មិនកើតដែរដូចនេះថ្មនៅក្នុងខ្លួនរបស់ Vivo X200 Ultra មានទំហំ 6000 mAh និងគាំទ្រការសាកថ្មចូលវិញជាមួយនឹងកម្លាំង 90W និយាយទៅយើងក៏មិនដឹងថាសូមអ្វីបន្ថែមពី Vivo ដែរព្រោះគ្រប់យ៉ាងគេដាក់មកសមនឹងតម្លៃខ្លួនគេអស់ហើយសម្រាប់តម្លៃខ្ទង់$800ជាងនៅពេលនេះគឺ X200 Ultra អាចឲ្យអ្នកសម្រេចចិត្តទិញដោយមិនគិតច្រើនបាន